តាអ្នកដឹងទេថាអ្នកស្រាវជ្រាវម្នាក់បានចំណាយពេលជាច្រើនឆ្នាំដើម្បីព្យាយាមស្វែងរកលេខដែលបាត់ខ្លួននៅក្នុងស្ថាបត្យកម្មអង្គរវត្តហើយនៅពេលដែលនាងបដូរពីការវាស់ជាម៉ែត្រទៅជាឯកតារង្វាស់បុរាណដែលហៅថា Cubit លេខមួយចំនួនចាប់ផ្ដើមបង្ហាញលំនាំដែលនាងជឿថាអាចភ្ជាប់អង្គរវត្តទៅនឹងព្រះអាទិត្យព្រះច័ន្ទប្រតិទិននិងទស្សនៈអំពីចក្រវាឡប៉ុន្តែតើលេខទាំងនេះជាចេតនារបស់អ្នកសាងសង់ពិតមែនឬជាការបកស្រាយរបស់អ្នកស្រាវជ្រាវសម័យទំនើបដើម្បីយកពីសំណួរនេះយើងត្រូវត្រឡប់ទៅការស្រាវជ្រាវមួយដែលបានផ្លាស់ប្ដូររបៀបដែលអ្នកខ្លះមើលអង្គរវត្តនៅក្នុងឆ្នាំ1996អ្នកស្រាវជ្រាវជនជាតិអាមេរិក Eleanor Manica បានបោះពុម្ពសៀវភៅអង្គរវត្ត Time, Space and Kingship មុនពេលសៀវភៅនេះចេញផ្សាយការសិក្សារបស់នាងមានប្រវត្តិយូរជាងនេះនៅក្នុងឆ្នាំ1985នាងបានបញ្ចប់និក្ខេបបទបណ្ឌិតអង្គរវត្ត Meaning Through Measurement ដែលផ្ដោតយ៉ាងសំខាន់លើការស្វែងរកអត្ថន័យតាមរយៈរង្វាស់ស្ថាបត្យកម្មសាកលវិទ្យាល័យ Michigan ក៏បានរក្សាទុកកំណត់ត្រានៃស្នាដៃនេះផងដែរបើយោងទៅតាម Deep Blue ចំណុចដែលធ្វើឲ្យ Manica ចាប់អារម្មណ៍គឺភាពជាក់លាក់នៃគំនូរវាស់វែងស្ថាបត្យកម្មអង្គរវត្តបន្ទាប់ពីសិក្សាទិន្នន័យវាស់វែងនាងបានសាក់លបងបដូររង្វាស់2ម៉ែត្រទៅជាឯកតាបុរាណដែលហៅថា Cubit ឬរង្វាស់ប្រវែងប្រហាក់ប្រហែលបណ្ដោយកំភួនដៃតាមការវិភាគរបស់ Manica តម្លៃដែលនាងប្រើសម្រាប់ Cubit នៅអង្គរវត្តគឺប្រហែល 0.435 ម៉ែត្រនេះជាចំណុចសំខាន់ព្រោះនៅពេលបដូររង្វាស់ទៅជាឯកតានេះនាងបានរកឃើញលេខជាច្រើនដែលមានភាពជិតស្និទ្ធនឹងចំនួនដែលមានន័យក្នុងប្រតិទិននិងទស្សនៈសាសនាហិណ្ឌូលេខ1ដែលលេខធ្លោបំផុតគឺ 365.24 នៅក្នុងការវិភាគរបស់នាងខាងក្រៅនៃអង្គរវត្តត្រូវបានវាស់ឃើញថាមានប្រវែងប្រហែល 365.24 Cubit ចំនួននេះស្ទើរតែត្រូវនឹងចំនួនថ្ងៃនៅក្នុងឆ្នាំព្រះអាទិត្យដែលជាមធ្យមប្រហែល 365.2422 ថ្ងៃ Manica បានយល់ថានេះមិនមែនជាលេខធម្មតាទេនាងបានស្នើថានេះអាចមានតំណាងឲ្យឆ្នាំព្រះអាទិត្យហើយជាមូលដ្ឋានមួយសម្រាប់ការរៀបចំរង្វាស់ផ្សេងៗនៅក្នុងប្រាសាទនៅក្នុងសៀវភៅរបស់នាងថែមទាំងពិពណ៌នាខាងក្រៅថាមានទំហំប្រហែល 365.24 គុណ 12.02 Cubits ដោយលេខ 12.02 ត្រូវបាននាងភ្ជាប់ទៅនឹង12ខែឬក៏12ផ្នែកនៃវដ្តព្រះអាទិត្យប៉ុន្តែលេខ 365 មិនបានលេចឡើងតែនៅទីនោះទេនៅកម្រិតខាងលើនៃកំពូលប្រាសាទកណ្ដាល Manica បានវាស់ទំហំខាងក្រៅតាមខាងកើតលេខបាន 189.00 Cubits និងខាងជើងត្បូង 176.37 Cubits នៅពេលយកលេខទាំងពីរមកបូកគ្នា 189.00 បូក 176.37 ស្មើនឹង 365.37 Cubits Manica បានបកស្រាយថាលេខ 365.37 មានន័យថាមានភាពជិតស្និទ្ធខ្លាំងទៅនឹងឆ្នាំព្រះអាទិត្យនិងការបែងចែកឆ្នាំព្រះអាទិត្យជាពីរផ្នែកមិនស្មើគ្នាក៏ត្រូវបាននាងភ្ជាប់ទៅនឹងគំនិតអំពីចលនាមិនស្មើគ្នារបស់ព្រះអាទិត្យនៅក្នុងប្រភពឥណ្ឌាបុរាណមួយចំនួនបើយោងទៅតាម Researchgate នៅកន្លែងមួយទៀតនាងបានរកឃើញមួយដែលមានប្រវែងប្រហែល 366.33 Cubit ប្រសិនបើយករូបភាពសំខាន់មួយនៅកណ្ដាលចេញពីការគណនាលេខនេះអាចធ្លាក់មកប្រហែល 365 Cubit ដែល Manica បានយកទៅប្រៀបធៀបជាមួយឆ្នាំច័ន្ទគតិដែលមានប្រហែល 354 ថ្ងៃនេះជាឧទាហរណ៍មួយដែលបង្ហាញថានាងមិនបានស្វែងរកតែឆ្នាំព្រះអាទិត្យទេប៉ុន្តែថែមទាំងស្វែងរកវដ្តព្រះច័ន្ទនៅក្នុងស្ថាបត្យកម្មផងដែរហើយនៅទីនេះលេខចាប់ផ្ដើមកាន់តែគួរឲ្យចាប់អារម្មណ៍នៅក្នុងទស្សនៈឥណ្ឌាបុរាណព្រះច័ន្ទធ្វើដំណើរឆ្លងកាត់ក្រុមតារាឬក៏នក្ខត្រាចំនួន27ឬ28 Manica បានស្នើថាលេខ27និង28ក៏លេចឡើងនៅក្នុងរង្វាស់និងមួយចំនួនរបស់អង្គរវត្តដោយអាចភ្ជាប់ទៅនឹងវដ្តព្រះច័ន្ទនិងក្រុមតារាទាំងនេះក្នុងការវិភាគមួយខាងក្នុងត្រូវបានបកស្រាយថាមានទំនាក់ទំនងជាមួយ27លើ28នក្ខត្រាលេខ12និងលេខ24ក៏មានតួនាទីនៅក្នុងការបកស្រាយរបស់នាងផងដែរលេខ12ត្រូវបាន Manica ភ្ជាប់ទៅនឹង12សញ្ញារាសីនិង12ផ្នែកនៃវដ្តព្រះអាទិត្យចំណែកលេខ24ត្រូវបាននាងភ្ជាប់ទៅនឹង24ពាក់កណ្ដាលខែតាមច័ន្ទគតិដូច្នេះការបកស្រាយរបស់នាងព្រះអាទិត្យនិងព្រះច័ន្ទមិនត្រូវបានបង្ហាញជាអ្វីពីរដែលដាច់ពីគ្នាទេប៉ុន្តែត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធស្ថាបត្យកម្មតែមួយប៉ុន្តែប្រសិនបើនិយាយអំពីលេខដែលល្បីជាងគេមួយទៀតគឺ54និង108លេខ54ត្រូវបានឃើញជាញឹកញាប់នៅក្នុងនិមិត្តរូបខ្មែរនាសម័យអង្គរនៅផ្លូវចូលអង្គរធំមានទេវតា54និងអសុរៈ54ទាញនាគវាសុគីក្នុងឈុតកោសមុទ្រទឹកដោះសរុបគឺ108 Manica បានចាត់ទុក108ជាលេខដែលមានសារៈសំខាន់ក្នុងប្រពៃណីសាសនាហិណ្ឌូនិងពុទ្ធសាសនាហើយលេខ54លើ108ក៏លេចឡើងជាផ្នែកមួយនៃលំនាំលេខដែលនាងសិក្សានៅអង្គរវត្តនិងតំបន់
នអង្គរប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺឆតចម្លាក់គោសមុទ្រទឹកដោះនៅជញ្ជាំងខាងកើតរបស់អង្គរវត្តដើម្បីអបអរសាទរពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត K&N Group Jet to Cambodia សូមប្រកាសផ្ដល់ជូននូវតម្លៃពិសេសដល់អតិថិជនសម្រាប់ model រថយន្ត SUV ដែលកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងចំនួន3 model ដូចជា Jet 2X50 Jet 2 Dashing Eco Jet 2X70E ជូនដល់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា Jet 2X50 តម្លៃ$19,999 Jet 2X70E $24,999 និង Jet 2 Dashing Eco $23,999 ការផ្ដល់ជូនមានកំណត់ព័ត៌មានបន្ថែមទំនាក់ទំនង Telegram Jet 2 Cambodia ឬទូរស័ព្ទលេខ017 713 713